បាទសូមជម្រាបសួរទាំងអស់គ្នាថ្ងៃនេះសូមបន្តទៅលំហាត់គណិតវិទ្យាថ្នាក់ទី11មេរៀនទី2យើងបន្តទៀតគឺមេរៀនស្វេតនុពន្ធសូមបន្តទៅលំហាត់លេខ17និងលេខ18លំហាត់លេខ17គេឲ្យយើងគណនាតួទី n នៃស្វេតចំនួនពិតខាងក្រោមយើងមាន2លំហាត់ក2 7 12លំហាត់ខ2 5 8និងលំហាត់ទី18គេឲ្យបង្ហាញថាស្វេត an ដែល an ស្មើនឹង 3n បូក5ជាស្វេតនុពន្ធអញ្ចឹងយើងមានពីរលំហាត់នេះនៅក្នុងវីដេអូនេះណាសូមទៅលំហាត់ទី17កកំណត់តួទី n នៃស្វេតនុពន្ធខាងក្រោមអញ្ចឹងលំហាត់ករបស់យើងគេឲ្យ3តួមានថាតួទី1ស្មើនឹង2តួទី2ស្មើ7និងតួទី3ស្មើ12នៅពេលដែលយើងស្គាល់តួបន្តបន្ទាប់គ្នាបែបនេះយើងអាចរកផលសងរួម d របស់វាបានឬមុន d ស្មើនឹងតួទី2ដល់តួទី1អញ្ចឹងសមត្ថកម្មរបស់យើងគឺយើងមាន u1 ស្មើនឹង2 u2 ស្មើ7នៅពេលដែលយើងស្គាល់ពីរតួជាប់គ្នាយើងអាចរក d ដែលហៅថាផលសងរួមគឺយើងយកតួទី2ដល់តួទី1គឺ7ដល់2ស្មើនឹង5នៅពេលដែលយើងស្គាល់ d យើងអាចកំណត់តួទី n តាមរូបមន្តតួទី n គឺ un ស្មើនឹង u1 បូក n ដក1កតា d ហើយយើងជំនួស u1 ដែលលេខ2និង d ដែលលេខ5បន្ទាប់ពីយើងជំនួសហើយយើងគុណពលាត5គុណនឹង n យើងបាន 5n 5គុណនឹងដក1យើងបានដក5ដក5បូក2នៅសល់ដក3អញ្ចឹងយើងបានតួទី n ឬក៏ un របស់យើងគឺស្មើនឹង 5n ដក3សូមទៅលំហាត់ខគេឲ្យ3តួដែរគឺតួទី1ស្មើនឹង2តួទី2ស្មើនឹង5និងតួទី3ស្មើ8កាលណាយើងស្គាល់តួបន្តបន្ទាប់គ្នាអញ្ចឹងយើងអាចរកផលសងរួម d របស់វាបានដោយយើងមានតួទី1ស្មើនឹង2តួទី2ស្មើនឹង5អញ្ចឹងយើងអាចរក d ស្មើនឹងតួទី2ដកតួទី1គឺ5ដក2ស្មើនឹង3បន្ទាប់ពីយើងស្គាល់ d គឺយើងរកតួទី n ដែលអនុវត្តតាមរូបមន្តតួទី n ស្វេតនុពន្ធគឺ un ស្មើនឹង u1 បូកជាមួយនឹង n ដក1កតា d យើងជំនួស u1 ដែលលេខ2ហើយនឹង d របស់យើងដែលលេខ3ចឹងយើងបាន2បូក n ដក1កតា3ហើយយើងគុណ3បញ្ចូលមកយើងបាន 3n ដក3ដក3បូក2នៅសល់ដក1ដូចនេះតួទី n របស់យើងគឺ un ស្មើនឹង 3n ដក1ចឹងនៅក្នុងលំហាត់ទី17នេះគឺមានភាពងាយស្រួលដោយសារយើងស្គាល់3តួបន្តគ្នាសូមតើលំហាត់ទី18លំហាត់ទី18គេឲ្យយើងបង្ហាញថាស្វីត an ដែល an មានទម្រង់ 3n បូក5ជាស្វីតនុពន្ធមានន័យថាគេឲ្យតួទូទៅហើយគេបង្ហាញថាវាជាស្វីតនុពន្ធក្នុងការបង្ហាញស្វីតមួយជាស្វីតនុពន្ធយើងអាចរកតួបន្តគ្នាមានន័យថាយើងចំនួន n ស្មើនឹង1 n ស្មើនឹង2 n ស្មើនឹង3ចូលទៅក្នុងតួទី n នោះយើងនឹងឃើញតួទី1ទី2ទី3បន្ទាប់មកយើងធ្វើផលសងប្រសិនបើផលសងមានតម្លៃស្មើគ្នាមានន័យថាវាជាស្វីតនុពន្ធក្នុងករណីមួយទៀតយើងអត់ជំនួស n ស្មើ1ស្មើ2ស្មើ3ទៅ an ទេគឺយើងត្រូវរកតួបន្ទាប់មានថាយើងមាន an យើងត្រូវរកតួទី an បូក1បន្ទាប់មកយើងធ្វើផលសងធ្វើផលដករវាង an បូក1ជាមួយនឹង an បើសិនជាផលដករបស់វាคล้ายទៅជាចំនួនថេរคล้ายទៅជាចំនួនពិតមានន័យថាវាជាស្វីតនុពន្ធប្រសិនបើផលដករបស់វាមិនមែនជាចំនួនថេរទេមានន័យថាវាមិនមែនជាស្វីតនុពន្ធទេនៅក្នុងវីដេអូនេះសូមបង្ហាញតាមរបៀបទី2ដោយយើងត្រូវធ្វើផលសងរវាង an បូក1ជាមួយនឹង an ឥឡូវយើងមាន an ហើយយើងត្រូវរក an បូក1ចឹងយើងបាន an បូក1របស់យើងមានន័យថាយើងជំនួស n បូក1ទៅកន្លែងដែលមាន n នៅទម្រង់ទូទៅ an ចឹងយើងបាន3កតា n បូក1បូក5ហើយយើងគុណ3បញ្ចូល3គុណនឹង n យើងបាន 3n 3គុណនឹង1បាន3 3បូក5ស្មើនឹង8អញ្ចឹងតួទី n បូក1របស់យើងគឺស្មើនឹង 3n បូក8បន្ទាប់ពីយើងបានតួទី n បូក1ហើយយើងធ្វើផលសងតាមរូបមន្តខាងលើមានន័យថា an បូក1ដល់ an ជំនួស an បូក1ដោយ 3n បូក8ហើយនឹង an របស់យើងដោយ3n បូក5ដោយសារវាមានសញ្ញាដកនៅពីមុខ an អញ្ចឹង 3n បូក5ទៅជាដក 3n ដក5 3n ដក 3n ស្មើនឹង0 8ដក5នៅសល់3ដោយសារ3ជាចំនួនថេរមានន័យថាវាជាស្វីតនុពន្ធអញ្ចឹងដូចនេះ an ដែលមានទម្រង់ស្មើនឹង 3n បូក5គឺជាស្វីតនុពន្ធ